សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតហើយនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការសម្រាយរឿងមួយដែលមានចំណងជើងថា The Biker Rider ដែលចេញនៅក្នុងឆ្នាំ2024រឿងមួយនេះគឺដកស្រង់ចេញពីសៀវភៅរបស់លោក Danny DeYoung ដែលគាត់បានចុះផ្សាយតាំងពីឆ្នាំ1960ជាងមកម៉េះដែលនិយាយអំពីក្រុមអ្នកលេងម៉ូតូធំនៅសហរដ្ឋអាមេរិកហើយក្រុមម៉ូតូនេះនៅពេលបច្ចុប្បន្នគឺល្បីខ្លាំងមែនទែនមិនមែនថាជាអ្នកស្លាញ់ម៉ូតូធម្មតានោះទេប៉ុន្តែគឺជាក្រុមអ ុក្រិដ្ឋជនដែលប៉ូលីសតាមស៊ើបអង្កេតផងដែរតោះចង់ដឹងថារឿងនេះគឺល្អមើលយ៉ាងណាកុំភ្លេចតាមដានជាមួយនឹងខ្ញុំនៅវីដេអូនេះរហូតដល់ចប់រឿងនេះគឺចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1965យើងបានឃើញនិស្សិតម្នាក់ដែលគាត់មានឈ្មោះថា Danny DeYoung គឺកំពុងតែមកសម្ភាសជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Katie អំពីប្រវត្តិនៃការបង្កើតក្រុមម៉ូតូដ៏ល្បីមួយនៅក្នុងសហរដ្ឋអាមេរិកខ្ញុំសូមបងប្អូនកញ្ចក់បន្តិចនៅក្នុងជីវិតពិតក្រុមម៉ូតូនេះមានឈ្មោះថា Outlaw Motorcycle Club ប៉ុន្តែនៅក្នុងសាច់រឿងគេបានបដូរឈ្មោះទៅជាក្រុម The Vandal វិញហើយហេតុអីបានជាលោក Danny DeYoung នឹងមកសម្ភាស Katie គឺដោយសារ Katie គឺជានារីម្នាក់ដែលជាប្រពន្ធរបស់សមាជិកនៅក្នុងក្រុម The Vandal ហ្នឹងតោះឥឡូវយើងមកនិយាយអំពីដើមតងនៅក្នុងរឿងនេះទាំងអស់គ្នាយើងបានមកជួបជាមួយនឹងបារម្ភម្នាក់ដែលគាត់មានឈ្មោះថា Johnny គឺជាបារម្ភម្នាក់ដែលសាមញ្ញនៅក្នុងគ្រួសារមានប្រពន្ធមានកូននិងមានមុខរបរផ្ទាល់ខ្លួនផងដែរប៉ុន្តែនៅក្នុងល្ងាចមួយគាត់បានមើលខ្សែភាពយន្តរបស់តារាសម្ដែងនៅល្បីម្នាក់ដែលមានចំណងជើងថា The Wild One រឿងមួយនេះគឺនិយាយពីក្រុមអ្នកលេងម៉ូតូដែរក្រោយពីមើលភាពយន្តនេះរួចគាត់ចាប់អារម្មណ៍នឹងការស្រឡាញ់ម៉ូតូខ្លាំងមែនទែនហើយគាត់ក៏បានបាច់កំណត់បង្កើតក្រុមម៉ូតូនេះឡើងដោយខ្លួនឯងជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួន 4-5 នាក់គាត់ចាប់ផ្ដើមគិតថាការបង្កើតក្រុមមួយនេះគឺដើម្បីសម្រាប់តែមនុស្សដែលរស់នៅឆ្ងាយពីសង្គមណាដែលសង្គមមិនសូវទទួលស្គាល់និងឲ្យតម្លៃសមាជិកដំបូងរបស់ក្រុម The Vandal ដែល Johnny ដឹកនាំនេះមានដូចជា Brucey គាត់គឺជាសមាជិកដ៏ស្មោះត្រង់ម្នាក់ដែលនៅក្បែរ Johnny ជានិច្ចអាចនិយាយថាគាត់គឺជាដៃស្ដាំរបស់ Johnny ផងដែរគាត់គឺជាអ្នកដែលជួយរៀបចំច្បាប់ទម្លាប់នៅក្នុងក្រុមនិងជាអ្នកសម្របសម្រួលពេលមានបញ្ហាផងដែរម្នាក់ទៀតគឺមានឈ្មោះថា Sipco គាត់គឺជាតួអង្គម្នាក់ដែលចរិតប្លែកជាងគេគឺគាត់ស្អប់រដ្ឋាភិបាលមែនទែនគាត់គិតថាក្រុម The Vandal នេះគឺជាគ្រួសារតែមួយគត់របស់គាត់ម្នាក់ទៀតគឺ Carl គាត់គឺជាអ្នកជំនាញខាងជួសជុលនិងកែច្នៃម៉ូតូគាត់គឺជា mechanic ម៉ូតូអញ្ចឹងណាហើយគាត់គឺអត់សូវចូលចិត្តមានរឿងជាមួយណាគេនោះទេម្នាក់ទៀតគាត់មានឈ្មោះថា Cockroach គេហៅគាត់ថាអាកាឡាតដោយសារតែគាត់ចូលចិត្តញ៉ាំសត្វល្អិតគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំមែនទែនហើយតែងតែនៅជាមួយនឹងក្រុមជានិច្ច Wahoo គាត់គឺជាតួអង្គដែលចូលចិត្តភាពសប្បាយរីករាយនិងការជួបជុំគ្នាការតែងខ្លួនរបស់គាត់និងសក់របស់គាត់គឺប្លែកមែនទែនមួយទៀតគឺ Cocky គាត់គឺជាសមាជិកវ័យក្មេងម្នាក់ទៀតផងដែរហើយម្នាក់ចុងក្រោយនោះគឺ Benny គឺជាសមាជិកម្នាក់ដែល Johnny គ្រប់ស្រឡាញ់ជាងគេអាចនិយាយថា Johnny គឺទុក Benny ដូចជាប្អូនធំអញ្ចឹង Benny គឺជាមនុស្សដែលមានភាពម៉ឺងម៉ាត់ប៉ុន្តែឌឺតើពីណាគេប៉ះពាល់គ្នារបស់គាត់គឺគាត់ចូលទៅវាយតែម្ដងហើយគាត់ស្មោះត្រង់ជាមួយនឹងក្រុមមែនទែនពួកគេមិនមែនថាជាក្រុមអ្នកស្លាញ់ម៉ូតូប៉ុណ្ណោះទេប៉ុន្តែពួកគេដូចជាគ្រួសារតែមួយអញ្ចឹងហើយ Johnny ក៏បានបង្កើតបារមួយសម្រាប់ពួកគេជួបជុំគ្នានៅពេលរាត្រីផងដែរហើយក្រុមនេះគឺបានរីករាយដកដាលមានសមាជិកជាច្រើនអ្នកមិនមែនថាតែ 4-5 នាក់ហ្នឹងទេហើយអ្នកណាដែលថាចង់ចូលក្រុម The Vandal មួយនេះគឺប្រកាសណាត្រូវតែមានម៉ូតូធំផងដែរហើយ Johnny គឺមិនងាយរើសសមាជិកផ្ដេសផ្ដាសនោះទេមុននឹងរើសគាត់ត្រូវតែមើលថាសមាជិកម្នាក់ហ្នឹងគឺមានភាពស្មោះត្រង់និងការចេះជួយគ្នាផងដែរហើយក្រុមនេះគឺមានមូលដ្ឋាននៅក្នុងទីក្រុង Chicago រដ្ឋ Illinois ផងដែរឬយើងក៏ត្រឡប់មកកាន់ថ្ងៃដំបូងរបស់ Katie វិញថ្ងៃមួយ Katie គឺបានមកចូលបារមួយកន្លែងដែលជាបាររបស់ Johnny នឹងនៅក្នុងបារគឺសុទ្ធតែមនុស្សផុសតែម្ដងហើយជាពិសេសគឺសុទ្ធតែក្រុម The Vandal នឹងឯងពួកគេបានសម្លឹងមើល Katie មិនដាក់ភ្នែកនោះទេ Katie មកទីនេះគឺដើម្បីជួបពូម៉ាក់របស់នាងណានាងមានអារម្មណ៍ថាភ័យខ្លាចមែនទែនព្រោះដោយសារមានបារម្ភជាច្រើនតាមសម្លឹងមើលមុខនាងប៉ុន្តែក្រោយមកនាងបានសម្លឹងទៅមើលបារម្ភម្នាក់ដែលគាត់នោះហើយគឺជា Benny ដែលកំពុងតែលេងបុកបិយាយ៉ាងសង្ហាគ្រាន់តែឃើញ Benny ភ្លាមនាងមានអារម្មណ៍ថាលងស្រឡាញ់បារម្ភនេះតែម្ដងហើយ Benny ក៏បានមកអង្គុយនិយាយជាមួយនាងផងដែរ Benny បានសុំនាងថាចាំខ្ញុំជូននាងទៅផ្ទះហើយនាងក៏យល់ព្រមផងដែរពេល Benny ចេញទៅក្រៅដើម្បីដឹក Katie ហ្នឹងសមាជិករបស់ក្រុមគេទាំងអស់ហ្នឹងក៏បានមកហូរលេងយ៉ាងសប្បាយរីករាយនៅមុខបារហ្នឹងផងដែរហើយនៅពេលដែល Benny ដឹក Katie ទៅផ្ទះហ្នឹងក្រុមសមាជិក The Vandal ទាំងអស់ហ្នឹងក៏បានជិះម៉ូតូអមពីក្រោយដែលមើលទៅគឺលយខ្លាំងមែនទែនពេល Benny បានដឹក Katie ទៅដល់ផ្ទះគាត់ក៏បានដឹងថា Katie ហ្នឹងគឺមានមិត្តផលបាត់ទៅហើយដែលកំពុងតែអង្គុយចាំនៅក្នុងផ្ទះប៉ុន្តែមិត្តផលរបស់ Katie ខឹងខ្លាំងមែនទែនឃើញ Katie ត្រូវបាន Benny ដឹកមកណា Benny ក៏មិនបានទៅផ្ទះវិញណាគឺអង្គុយលើម៉ូតូរបស់គាត់នៅមុខផ្ទះរបស់ Katie តែម្ដងព្រោះខ្លាចមិត្តផលរបស់ Katie ធ្វើបាបនាងចឹងហើយគឺគាត់អង្គុយចាំតែម្ដងលុះដល់ពេលផឹកឡើងយកបានឃើញ
គាត់ត្រឡប់ទៅផ្ទះវិញទេគឺគាត់នៅតែអង្គុយនៅមុខផ្ទះរបស់នាងជីនិចហើយមិត្តផលរបស់ Katie គឺខឹងខ្លាំងមែនទែនគិតថាអាប៉ាក់នឹងគឺជាសង្សារថ្មីរបស់ Katie និងហើយក៏បានចាក់ចេញពី Katie បាទដែលនេះគឺជាឱកាសឲ្យ Benny បានទៅជួបជាមួយនឹង Katie សារជាថ្មី Benny បានសួរ Katie ថាឥឡូវហ្នឹងមិត្តផលរបស់នាងបានចាក់ចេញពីនាងហើយអញ្ចឹងចង់មកចូលរួមមួយក្រុមរបស់ខ្ញុំអត់ហើយនាងក៏អូខេតែម្ដងហើយនៅទាំងពីរក៏បានខ្លាចជាគូស្នេហ៍នឹងគ្នាបន្ទាប់ពីតាក់ទងគ្នាអស់រយៈពេល5សប្តាហ៍ក្រោយមកអ្នកទាំងពីរក៏សម្រេចចិត្តរៀបការជាមួយនឹងគ្នាផងដែរជាប្តីប្រពន្ធណាហើយបើយើងនិយាយអំពីក្រុមម៉ូតូ The Vandal នេះវិញដោយខ្ញុំនិយាយអញ្ចឹងពួកគេគឺជាក្រុមដែលរស់នៅក្រៅសង្គមម៉ូតូរបស់គេគឺមានសម្លេងលឺខ្លាំងមែនទែនមានពេលមួយបែរនេះគឺគាត់បានជិះម៉ូតូនឹងដោយល្បឿនលឿនដែលធ្វើឲ្យវាខុសច្បាប់នៅក្នុងសង្គមហើយប៉ូលីសក៏បានដេញចាប់គាត់ផងដែរហើយគាត់គឺមានទឹកដៃជិះម៉ូតូល្អមែនទែនគឺគាត់បានជិះគេចពីប៉ូលីសយ៉ាងសង្ហាហើយសម្លេងពងស្មាំងម៉ូតូរបស់គាត់នឹងគឺលឺពេញភូមិតែម្ដងប៉ុន្តែជាអកុសលអីនៅពេលដែលគាត់ជិះគេចពីប៉ូលីសហ្នឹងម៉ូតូគាត់ក៏ត្រូវបានអស់សាំងចុងក្រោយក៏ត្រូវបានប៉ូលីសចាប់ដែរប៉ុន្តែអត់អីទេប៉ូលីសចាប់ប៉ុណ្ណឹងដោះស្រាយគ្នាទៅរួចហើយរហូតដល់ថ្ងៃមួយយើងក៏បានឃើញសមាជិកនៃក្រុម The Vandal ម្នាក់គាត់មានឈ្មោះថា Big Jake បានស្នើឲ្យ Johnny នឹងពង្រីកសាខារបស់គេទៅដើម្បីឲ្យក្រុមម៉ូតូផ្សេងទៀតចុះចូលជាមួយនឹងក្រុមរបស់គេដែរណា Johnny បាននិយាយថាគេមិនចង់មានសមាជិកច្រើនពេកទេចង់មានត្រឹមតែសមាជិកដែលចូលចិត្តជិះម៉ូតូហើយបង្កើតមិត្តភាពតែប៉ុណ្ណោះ Big Jake បានសុំថាគាត់មានមិត្តភ័ក្តិម្នាក់ដែរនៅឯទីក្រុង Milwaukee រដ្ឋ Wisconsin ដែលចង់ចូលរួមជាមួយនឹងក្រុមរបស់គេណាប៉ុន្តែ Johnny អត់យល់ព្រមទេហើយ Big Jake ក៏បានស្នើសុំប្រកួតប្រជែងជាមួយ Johnny ថាឥឡូវយើងវាយគ្នាប្រកួតប្រជែងធ្វើមេហ្មងអញ្ចឹងដោយសារតែក្រុម The Vandal នេះគេមានច្បាប់មួយគឺថាបើចង់ខ្លាចជាមេត្រូវតែវាយគ្នាឈ្នះចាញ់ Johnny បាននិយាយថាបើចង់វាយបានបើសិនជាវាយឈ្នះអញឲ្យធ្វើជាមេក្រុមហើយចង់បរិសាខាហ្មងប្រេកទៅស្អីទៅហើយពួកគេក៏បានដាក់សំណើគ្នាមាន2គឺវាយគ្នាដោយដៃនិងវាយគ្នាដោយកាំបិត Big Jake បានជ្រើសគ្នាដោយវាយនឹងដៃរួចពួកគេក៏ចាប់ផ្ដើមការប្រកួតគ្នាតែម្ដងទោះបីជាយើងមើលទៅ Johnny រៀងចាស់បន្តិចប៉ុន្តែពួកគេវាយគ្នារមៀលពេញដីប្រឡាក់សុទ្ធភក់ហើយនឹងឈាមផងដែរចុងក្រោយ Johnny ក៏បានកាច់ម្រាមដៃរបស់ Big Jake យកឈ្នះតទៅបានអ្វីដែលគួរឲ្យគោរពបំផុតក្រោយពីវាយគ្នាចប់ Big Jake ក៏បានទទួលស្គាល់បរាជ័យហើយសុខចិត្តមកលុតជង្គង់នៅចំពោះមុខរបស់ Johnny ដើម្បីសុំទោសនិងបន្តធ្វើជាកូនចៅដែលស្មោះត្រង់ដែរនេះហើយគឺជាច្បាប់អ្នកលេងកាលពីសម័យមុនគឺវាយគ្នាឲ្យដឹងចាញ់ឈ្នះតែក្រោយពីចប់គឺនៅតែជាបងប្អូននឹងគ្នាដែរហើយ Johnny ក៏បានប្រាប់មិត្តភ័ក្តិរបស់គេដែលជា Brucey ថាឥឡូវយើងបង្កើតសាខា Milwaukee មួយទៀតទៅដល់ពេលអញ្ចឹង Brucey គាត់បាននិយាយថាបើបង្កើតសាខាដែរយើងចាំបាច់វាយគ្នាមួយ Big Jake នឹងទៅ Johnny ក៏បាននិយាយថាការវាយគ្នានេះគឺដើម្បីបង្ហាញថាគាត់គឺជាមេដឹកនាំពិតប្រាកដហើយកុំឲ្យអ្នកផ្សេងទៀតចង់មកធ្វើរឿងបែបនេះដែរហើយចាប់តាំងពីពេលនោះមកក្រុម The Vandal នេះគឺល្បីខ្លាំងមែនទែនគឺបានបង្កើតសាខាជាច្រើនមានដូចជាសាខា Chicago សាខា Milwaukee សាខារដ្ឋ California អញ្ចឹងទៅណាប៉ុន្តែការបង្កើតសាខាជាច្រើនមួយនេះគឺមិនមែនមានន័យថាអ្នកណាក៏ចង់ចូលបាននោះដែរគឺសុទ្ធតែមានការសុំពី Johnny ត្រឹមត្រូវដើម្បីក្លាយជាសមាជិកពិតប្រាកដណាថ្ងៃមួយក្រុម The Vandal ក៏បានធ្វើការជិះម៉ូតូដើរលេងកម្សាន្តជាក្រុមហើយពួកគេក៏បានធ្វើដំណើរទៅដល់ទីក្រុងមួយដែលធ្វើឲ្យក្មេងផងម្នាក់ក៏ដូចជាមិត្តភ័ក្តិរបស់គេនឹងបានសម្លឹងយ៉ាងមិនដាក់ភ្នែកនោះទេអាក្មេងផងម្នាក់ហ្នឹងគឺវាចង់ចូលក្រុម The Vandal នឹងខ្លាំងមែនទែនហើយវាសម័យថាមួយថ្ងៃណាមួយវាមានម៉ូតូគឺវានឹងទៅសុំ Johnny ធ្វើជាកូនក្រុមក៏ដូចជាសមាជិកនេះផងដែរប៉ុន្តែបើយើងមើលពីអត្តចរិតរបស់ក្មេងម្នាក់នេះទៅមើលទៅគឺមិនអាចចូលក្រុម The Vandal នេះបានឡើយហើយក្រុម The Vandal នេះបានធ្វើដំណើរទៅតំបន់មួយកន្លែងដែលជាការតាំងពីពណ៌ម៉ូតូនិងឡានណានៅទីនោះយើងក៏បានឃើញលោក Danny Lee Young ផងដែរកំពុងតែអង្គុយថតក៏ដូចជាសម្ភាសសមាជិកក្រុម The Vandal គាត់គឺជានិស្សិតម្នាក់មកសម្ភាសនិងថតផ្តិតយករូបភាពរបស់ក្រុមទាំងនេះគឺដោយសារតែគាត់ចង់សរសេរអំពីសាច់រឿងរបស់ក្រុមម៉ូតូមួយនេះដោយសារតែវាល្បីខ្លាំងពេកហើយគាត់ក៏អាចនិយាយថាជាសមាជិកនៃក្រុម The Vandal ម្នាក់នេះផងដែរក្នុងរយៈពេលខ្លីនៅទីនោះយើងក៏បានឃើញក្រុមម៉ូតូផ្សេងទៀតបានមករករឿងជាមួយនឹងសមាជិករបស់ក្រុម The Vandal ដែលជា Carl និង Cockroach ក្រុមម៉ូតូផ្សេងដែលដឹកនាំដោយបារម្ភម្នាក់ដែលមានឈ្មោះថា Gary ពួកគេបានចង់មកបង្ករឿងជាមួយនឹងក្រុម The Vandal ដែលដឹកនាំដោយ Johnny នឹងនៅពេលនោះពួកគេគ្រាន់តែសម្របសម្រួលគ្នាធម្មតានោះទេប៉ុន្តែនៅពេលដែល Benny បានមកពីឈឺនោមគាត់ក៏បានឃើញថាចំពីក្រុមនេះមានរឿងអីអត់មានដឹងថាមានរឿងអីទេចូលទៅដល់គឺវាយ Gary តែម្ដងហើយក្រុមអ្នកទាំងពីរក៏បានវាយគ្នាពេញនឹងតែម្ដង Benny ខឹងខ្លាំងមែនទែននៅពេលដែលវាយអាប៉ែនេះខុសចំកញ្ចក់ឡានធ្វើឲ្យឈាមដៃរបស់គាត់ហើយគាត់ក៏លាងអាប៉ែនឹងចង់ស្លាប់តែម្ដងហើយ Johnny ក៏បានគាត់រួចក្រុមទាំងពីរក៏បានសម្រួលគ្នាហើយរកអានគ្នាធម្មតានិយាយទៅពួកគេអត់ចង់បង្កជម្លោះជាមួយនឹងគ្នាអីនោះទេគ្រាន់តែជាអ្នកឆ្លាញ់ម៉ូតូដូចតែគ្នានៅ
ហ្នឹងប៉ុន្តែដោយសារតែមានការប៉ះទង្គិចឬដងគ្នាបែបពួកហ្គេងណាហើយចាប់តាំងពីពេលនោះមកក្រុមម៉ូតូ The Vandal ក៏ចាប់ផ្ដើមរីប៉ាយពាសពេញសហរដ្ឋអាមេរិកតែម្ដងគឺមានសាខាច្រើនខ្លាំងមែនទែនហើយក្រុមក៏ចាប់ផ្ដើមមានសត្រូវណាដែលជាក្រុមម៉ូតូដូចគ្នាថ្ងៃមួយយើងក៏បានឃើញ Benny បានអង្គុយទៅផឹកស្រានៅបារតែមួយកន្លែងនោះទេប៉ុន្តែនៅក្នុងតំបន់ផ្សេងមិនមែននៅក្នុងតំបន់ខ្លួនឯងរហូតដល់មានបរិសុទ្ធ2នាក់ក៏បានចូលមកដល់ហើយបាននិយាយទៅកាន់ Benny ថាដោះអាវដែលមានផ្លាក Vandal នឹងចេញព្រោះទីនេះគឺជាតំបន់អញអត់មានមកពាក់អាវក្រុម The Vandal ឲ្យមកញ៉ៃហ្នឹងទេ Benny ក៏មិនមែនជាមនុស្ស slow ដែរគេក៏បាននិយាយវិញថាបើចង់បានអាវហ្នឹងមិនមកសម្រាប់អញចោលហ្មងទៅរួចអ្នកទាំងពីរក៏បានវាយ Benny តែម្ដងហើយក៏បានធាក់ Benny ចេញទៅខាងក្រៅបារនឹងផងដែរប៉ុន្តែ Benny ក៏បានហូតកូនកំបិតមួយមកចាក់ចំមុខរបស់បរិសម្នាក់ហើយគ្នាវាម្នាក់ទៀតក៏បានយកប៉ែមកវាយក្បាលរបស់ Benny ធ្វើឲ្យគាត់នឹងចិត្តសន្លប់ផងដែររួចក៏បានយកប៉ែនោះទៅបុកជើង Benny ដែលធ្វើឲ្យគាត់សឹងតែបាក់កែងជើងនឹងតែម្ដងហើយក៏ធ្វើឲ្យ Benny របួសជាងខ្លាំង Benny ត្រូវបានគេយកទៅសង្គ្រោះភ្លាមៗនៅក្នុងមន្ទីរពេទ្យផងដែរហើយគាត់បារម្ភខ្លាំងមែនទែនថាជើងរបស់គាត់គឺពិការហើយនឹងធ្វើការជិះម៉ូតូលេងការទៀតប៉ុន្តែគ្រូពេទ្យថាអីទេអាចតទៅសៃបានគ្រាន់តែវាប្រើរយៈពេលយ៉ាងយូរបន្តិចទៅធ្វើឲ្យគាត់នឹងអាចដើរឡើងវិញហើយជិះម៉ូតូបានវិញចំណែក Katie ដែលជាប្រពន្ធរបស់ Benny វិញនាងមានអារម្មណ៍ថាបារម្ភពីស្វាមីខ្លាំងមែនទែនហើយព្យាយាមបញ្ចុះបញ្ចូលឲ្យ Benny នឹងឈប់ធ្វើការប្រឡូកនៅក្នុងវិស័យម៉ូតូនឹងទៀតទៅព្រោះថាដូចជាមានស្ត្រីច្រើនណាជុំវិញទីក្រុងមួយនេះចំណែកនៅក្នុងបាររបស់ Johnny វិញពេលនោះខាក៏បានដើរចូលមករួចក៏បានប្រាប់ Johnny ថាយើងមានដំណើរអាក្រក់ហើយគឺមានបរិសុទ្ធ2នាក់ធ្វើឲ្យ Benny សមាជិករបស់យើងពិការជើង Johnny ឮដំណឹងបែបនេះគឺខឹងខ្លាំងមែនទែនក៏បាននាំក្រុមរបស់គេទាំងអស់ទៅកាន់បារមួយនោះហើយក៏បានសួរម្ចាស់បារនោះដោយចង់ដឹងពីអាស័យដ្ឋានរបស់អា2នាក់ដែលធ្វើបាប Benny នឹងឯងម្ចាស់បារនោះគឺខ្លាចមែនទែនហើយក៏បានសរសេរឈ្មោះនៅអាស័យដ្ឋានអ្នកបកកហេតុណាប៉ុន្តែ Johnny គឺបានដុតបារគាត់ចោលទៀតផងគឺអាក្រក់អាក្រៃខ្លាំងមែនទែននៅទីនោះយើងបានឃើញប៉ូលីសក៏ដូចជាអ្នកផលិតអគ្គិភ័យមកដល់ទីនឹងដែរប៉ុន្តែពួកគេដូចជាអត់ហ៊ានជាមួយនឹងក្រុមម៉ូតូ The Vandal នេះទេបន្ទាប់ពីនឹងមក Johnny ក៏បានទៅជួបជាមួយនឹង Benny គាត់បាននិយាយគ្នាសួរសុខទុក្ខគ្នាទៅវិញទៅមកអញ្ចឹងទៅណាហើយ Johnny ក៏បានចង់ឲ្យ Benny នឹងទៅចូលរួមកម្មវិធីម៉ូតូរបស់ពួកគេទាំងដែល Benny កំពុងតែឈឺជើងប្រពន្ធរបស់គេដែលជា Katie នឹងមិនចង់ឲ្យ Benny ចូលរួមនោះទេប៉ុន្តែ Johnny បានបង្ខំឲ្យ Benny នឹងទៅចូលរួមដោយសារអីដោយសារតែ Johnny នឹងគឺចង់ឲ្យ Benny នឹងក្លាយជាមេក្រុមបន្ទាប់ពីគេព្រោះថាគេមានអារម្មណ៍ថាខ្លួនឯងចាស់ហើយចង់ឲ្យ Benny ជាអ្នកបន្តវេនធ្វើជាមេក្រុមហើយបាននិយាយអំពី Benny វិញតាមពិតទៅគេមិនចង់ក្លាយទៅជាមេក្រុមដឹកនាំគេនោះទេគាត់គ្រាន់តែចង់ជាផ្នែកមួយនៃក្រុមហើយចង់ជិះម៉ូតូដើរលេងតែប៉ុណ្្នឹងឯងឈុតបន្ទាប់យើងក៏កាត់មកកាន់ពួកក្មេងតំណើមកក្រុមនេះវិញដែលយើងបានឃើញការពីឈុតមុនណាក្មេង5នាក់ហ្នឹងគឺវាអត់មានឈ្មោះទេគេដាក់ឈ្មោះវាថា The Kid ក្រុមពួកវាហ្នឹងគឺមាន 4-5 នាក់ដែរហើយឥឡូវហ្នឹងគឺមានម៉ូតូហើយមានក្រុមផ្ទាល់ខ្លួនណាមុនពេលចាក់ចេញហ្នឹងក៏បានបកកជលួជាមួយអ្នកផ្ទះដែរបានយកខ្សែក្រវ៉ាត់ហ្នឹងទៅហិតកប៉ារបស់វាបេនឹងដាច់ខ្យល់ស្លាប់ទៀតផងហើយចង់វាយម្ដាយរបស់វាទៀតផងអាប៉ែនេះគឺថាចេញមកកាចតែម្ដងហើយឥឡូវហ្នឹងក្រុមក្មេងហ្នឹងវាបានធ្វើដំណើរទៅកម្មវិធីម៉ូតូរបស់ក្រុម The Vandal ដែលដឹកនាំដោយ Johnny ហ្នឹងនៅក្នុងកម្មវិធីនោះយើងបានឃើញក្រុមម៉ូតូជាច្រើនមកចូលរួមនៅទីនោះយើងបានឃើញពួកវាបានខត់ជាមួយនឹងសមាជិករបស់ Vandal ម្នាក់ដែលគឺជា Wahoo ប្រាប់ថាខ្ញុំចង់ចូលក្រុម Vandal ហ្នឹងខ្ញុំត្រូវធ្វើមកយើ Wahoo បាននិយាយថាបើចង់ចូលត្រូវតែសុំបរិសម្នាក់នោះគឺជា Johnny នឹងឯងហើយយើងងាកមកកាន់ Johnny វិញឥឡូវនេះគាត់កំពុងតែអង្គុយនិយាយឃ្លាលេងនៅក្នុងក្រុមហើយពេលនោះ Benny ក៏បានមកដល់ជាមួយនឹងប្រពន្ធរបស់គេផងដែរទាំងដែលឈឺជើងដើរមិនចង់រួចនោះទេនៅពេលនោះពួកគេបានឮសំឡេងម៉ូតូពីចម្ងាយឮខ្លាំងមែនទែនក្រោយមកទៅពួកគេដឹងថាបរិសម្នាក់នេះគឺមកពីក្រុមម៉ូតូផ្សេងមកពី California បានមកសុំចូលរួមជាមួយនឹងក្រុមរបស់គេផងដែរបរិសម្នាក់នេះមានឈ្មោះថា Sonny គាត់បានឃើញថាក្រុម The Vandal នេះមានភាពសាមគ្គីគ្នានិងមានភាពតាក់ទាញជាងក្រុមចាស់របស់គាត់ដូច្នេះហើយទៅគាត់ធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយនឹង Johnny ហើយសុំចូលក្រុម The Vandal នេះឯងនៅយប់នោះពួកគេបានរាំលេងច្រៀងលេងនិយាយគ្នាលេងយ៉ាងសប្បាយរីករាយ Sipko គាត់ក៏បាននិយាយអំពីរដ្ឋាភិបាលដែលមិនឲ្យគាត់ចូលបម្រើកងទ័ពទៅធ្វើសង្គ្រាមនៅឯវៀតណាមណា
គាត់គឺខឹងជាមួយនឹងរដ្ឋាភិបាលខ្លាំងមែនទែនហើយអ្នកផ្សេងទៀតក៏និយាយអំពីបញ្ហាផ្ទាល់ខ្លួនរបស់គាត់ដូចជាអបខករោចនេះអញ្ចឹងគាត់ថាក្តីសម័យគាត់ចង់ខ្លាយទៅជាបលិសអញ្ចឹងណាយប់នោះដែរ Johnny ក៏បានមកនិយាយជាមួយនឹង Benny ទៀតហើយគាត់ថាចង់ឲ្យ Benny នឹងដឹកនាំក្រុមម្ដងទៅដោយសារតែគាត់មានអារម្មណ៍ថាគាត់នឹងចាស់ហើយមិនអាចគ្រប់គ្រងសមាជិកដ៏ច្រើនអ្នកខ្លាំងមែនទែននោះទេសមាជិកនៅក្រុម Vandal នេះគឺច្រើនខ្លាំងមែនទែនណាវាមាននៅគ្រប់តំបន់ដល់ពេលអញ្ចឹងទៅបញ្ហាវាកាន់តែកើតមានដែរមានសត្រូវសមាជិកខ្លះនឹងវាខូចវាមកចូលក្រុម Vandal នឹងដើម្បីគេចពីពួកប៉ូលីសពួកសង្គមហើយវាប្រើប្រាស់គ្រឿងញៀននិងជួញដូរគ្រឿងញៀនផងដែរហើយ Benny គឺគាត់អត់យល់ព្រមនោះទេដោយសារតែគាត់មិនចង់ខ្លាចជាមេក្រុមអីនោះទេដោយសារគាត់មានប្រពន្ធមានអីដែរណាទោះជាយ៉ាងណាសោកនាដកម្មដ៏ធំមួយបានកើតឡើងគឺការស្លាប់របស់ Brucey មិនបានស្លាប់ក្នុងសមរភូមិអ្វីឡើយប៉ុន្តែលោកបានលាចាកក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អនាធមនៅពេលដែលគាត់កំពុងតែជិះម៉ូតូការស្លាប់របស់ Brucey គឺជាការបាត់បង់សសរទ្រូងដ៏ធំរបស់ក្រុម Johnny បានបាត់បង់ដៃស្ដាំដែលទុកចិត្តបំផុតធ្វើឲ្យគាត់បាក់ទឹកចិត្តនិងចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងលើសមាជិកថ្មីក្រុមក្មេងៗជំនាន់ក្រោយដែលឆេវឆាវនិងគ្មានច្បាប់ទម្លាប់ចាប់ផ្ដើមហូរចូលមកក្នុងក្រុមតែម្ដងនៅយប់នោះដែរក្រុមក្មេងទាំងនេះក៏បានមកជួបជាមួយនឹង Johnny ម្ដងទៀតហើយខ្ញុំសូមហៅគាត់ថា The Kid តែម្ដងទៅ The Kid គាត់បានមកសុំ Johnny ចូលក្រុមប៉ុន្តែ Johnny ថាអត់ឲ្យចូលទេប៉ុន្តែ The Kid បាននិយាយថាឥឡូវមើលម៉ូតូខ្ញុំសិនទៅខ្ញុំឥឡូវនេះគឺសាកសមនឹងចូលក្រុម Johnny ឯងហើយដូច្នេះហើយ Johnny បានទៅមើលម៉ូតូរបស់គេនៅខាងក្រៅជាមួយនឹងមិត្តភ័ក្តិThe Kid ហ្នឹងណាពេលនោះ The Kid និយាយថាឲ្យខ្ញុំចូលក្រុមទៅបើសិនជា Johnny ឯងប្រើឲ្យប្លន់គេគឺខ្ញុំប្លន់បានសម្រាប់គេក៏ខ្ញុំអាចសម្រាប់បានដែរដល់ពេលអញ្ចឹង Johnny រៀងភ្ញាក់ផ្អើលមែនទែនឃើញអាមួយនេះគឺសាហាវខូខើហើយក៏សម្រេចចិត្តថាមិនឲ្យចូលក្រុមនោះទេដោយសារវាខូខើពេកនៅពេលនោះ The Kid ខឹងខ្លាំងមែនទែនក៏បានយកគុណកំបិតចង់ទៅចាក់ Johnny ប៉ុន្តែ Johnny បានគេចទាន់ធ្វើឲ្យគាត់លពោះដៃតែបន្តិចទេហើយក៏បានវាយ The Kid នឹងឲ្យចាក់ចេញពីបាររបស់គាត់តែម្ដងមួយរយៈក្រោយមកក្រុម The Vandal នេះក៏ចាប់ផ្ដើមប្រែប្រួលក្រុម The Vandal លែងមានអ្នកស្រឡាញ់ម៉ូតូពិតប្រាកដទេហើយផ្ទុយទៅវិញសមាជិកថ្មីដែលចូលមកភាគច្រើនគឺជាអតីតទាហានដែលទៅតែត្រឡប់មកពីសង្គ្រាមវៀតណាមវិញណាយុវជនទាំងនេះគឺអត់ដូចជា Johnny ឬ Benny សមាជិកចាស់នោះទេពួកគេមកវិញជាមួយនឹងវិបត្តិផ្លូវចិត្ត PTSD ភាពឯកានិងការខឹងសម្បារទៅក្នុងសង្គមណាអ្វីដែលកាន់តែអាក្រក់នោះពួកគេភាគច្រើនគឺជាអ្នកប្រើប្រាស់គ្រឿងញៀនដែលនាំយកហិង្សាមកបំពុលក្រុមសម្រាប់ពួកគេក្រុមម៉ូតូមិនមែនជាកន្លែងស្វែងរកមិត្តភាពនោះទេប៉ុន្តែគឺជាកន្លែងដែលបញ្ចេញកំហឹងហើយនឹងធ្វើរឿងខុសច្បាប់ទៅវិញយើងឃើញថាសមាជិកថ្មីទាំងនេះលែងគោរពច្បាប់ទម្លាប់ដែល Johnny បានបង្កើតឡើងទៀតហើយពួកគេប្រើប្រាស់ហិង្សាឥតឈប់ឈរសូម្បីតែមិត្តភ័ក្តិក្នុងក្រុមដូចជា Cockroach ក៏ត្រូវពួកវាពួតវាយដែរហើយមានពេលមួយ Katy នៅម្នាក់ឯងនៅក្នុងផ្ទះក៏ត្រូវពួកវាចង់ចាប់រំលោភដែរប៉ុន្តែជាសំណាងល្អ Johnny ក៏បានមកទាន់ការហូរចូលនៃអតីតទាហានដែលមកពីវៀតណាមនេះគឺជំរុញឲ្យក្រុម The Vandal ធ្លាក់ចូលទៅក្នុងពិភពអក្រិតជនពិតប្រាកដហើយរហូតដល់ Johnny ក៏លែងអាចគ្រប់គ្រងស្ថានភាពបានទៀតឡើយក្រោយពីរឿងនេះបានចប់ឡើង Cockroach ក៏សម្រេចចិត្តសុំ Johnny ចាក់ចេញពីក្រុមមួយនេះបង្កើតឡើងដើម្បីមិត្តភាពបើសិនជាណាគេចង់ចាក់ចេញពីក្រុមចាត់ទុកថាជាអំពើក្បត់របស់ក្រុមសមាជិកទាំងអស់ត្រូវតែកម្ចាត់មនុស្សក្បត់ចោល Johnny ដោយគិតថាបើសិនជាគេព្រមឲ្យខករោចាក់ចេញនោះសមាជិកផ្សេងៗនឹងទៅសម្លាប់ខករោជាមិនខានដូច្នេះហើយ Johnny ក៏បានបបួល Benny ទៅរកខករោហើយយកកំភ្លើងបាញ់ជើងខករោបញ្ជាក់ថាការក្បត់របស់ខករោគឺត្រូវបានដាក់ទណ្ឌកម្មរួចរាល់ហើយចឹងមិនបាច់ឲ្យសមាជិកផ្សេងៗទៅសម្លាប់ខករោនោះទេនៅពេលដែលខករោរបួសជើងនេះអាចនិយាយបានថាគេលែងជាសមាជិករបស់ក្រុមទៀតហើយបើនិយាយអំពី Benny វិញប្រពន្ធរបស់គេដែលជា Katy តែងតែអង្វរឲ្យចាក់ចេញពីក្រុមទៅដើម្បីសុវត្ថិភាពនៅពេលខាងមុខហើយចំណែក Johnny វិញក៏បានអង្វរឲ្យ Benny នឹងដឹកនាំក្រុមវិញម្ដងដោយសារតែគ្រប់គ្រងស្ថានភាពលែងកើតហើយ Benny គឺស្ថិតនៅក្នុងស្ថានភាពពិបាកចិត្តជាខ្លាំងរហូតដល់ថ្នាក់មានសម្ពាធណាថាជ្រើសរើសក្រុមឬក៏ជ្រើសរើសភរិយាដូច្នេះគាត់ក៏សម្រេចចិត្តអត់យកទាំងពីរហើយចាក់ចេញពីផ្ទះបាត់ឡើងច្រើនថ្ងៃអត់ដឹងថាគាត់ទៅណានោះទេហើយសូម្បីតែ Johnny រកគេនៅផ្ទះហ្នឹងក៏អត់ឃើញដែរគឺបាត់ខ្លួនតែម្ដងបើនិយាយអំពីក្រុម The Kid វិញឥឡូវនេះគឺគេបានក្លាយទៅជាសមាជិកក្រុមរបស់ The Vandal ដែរហើយប៉ុន្តែសាខាទីក្រុង Milwaukee ដោយក្រុម The Kid នេះមានមហិច្ឆតាខ្លាំងគេក៏ចង់ដណ្ដើមអំណាចពី Johnny ដើម្បីធ្វើជាមេក្រុម The Kid បានមកជួបជាមួយនឹង Johnny តាមច្បាប់ចាស់របស់ Johnny ឲ្យតែមានការប្រកួតដើម្បីដណ្ដើមមេក្រុមគឺត្រូវតែប្រើកម្ដាប់ដៃឬក៏បិទ
ដើម្បីបង្ហាញពីភាពជាបរិសុទ្ធនិងកិត្តិយសចននេះបានសួរ The Kid ថាតែចង់លេងកំដាប់ដៃឬក៏បាត់ដើម្បីប្រកួតប្រជែងធ្វើជាមេក្រុមណា The Kid បានប្រាប់ថាគេចង់ប្រកបត្តិហើយពួកគេក៏បានណាត់គ្នានៅយប់ថ្ងៃស្អែកមកដល់ចននេះជាមួយនឹងសមាជិកក្រុមចាស់ៗរបស់គេពី3នាក់ជិះឡានទៅជាមួយនឹង Cocky និង Wahoo ហើយនឹង The Kid ជាមួយនឹងក្រុមម៉ូតូរបស់គេប្រមាណអ្នកដែរពេលចននេះដើរចូលពីលើឡានគេក៏បានកាន់កំបិតជាមួយនឹងស្នាប់ដៃប៉ុន្តែចំណែក The Kid វិញគេក៏បានយកកំភ្លើងបាញ់ចំស្មារបស់ចននេះធ្វើឲ្យចននេះស្លាប់បាត់បង់ជីវិតតែម្ដងដែលនេះបង្ហាញថា The Kid មិនបានលេងតាមច្បាប់ឡើយគឺគេបានប្រើល្បិចហើយក៏បានគំរាមទៅកាន់សមាជិកចាស់ផ្សេងទៀតថាឥឡូវគេបានសម្លាប់ចននេះហើយអញ្ចឹងគឺគេគឺជាមេក្រុម The Vandal នេះចាប់ពីពេលនេះទៅហើយចាប់តាំងពីពេលនោះទៅក្រុម The Vandal នេះមិនមែនជាក្រុមដែលឆ្លាញ់ម៉ូតូពិតប្រាកដនោះទេពួកគេគឺជាក្រុមអក្រិតជនដ៏សាហាវគឺជាការរកស៊ីគ្រឿងញៀនការសម្លាប់មនុស្សនិងមានការគំរាមកំហែងទៅលើអ្នកដទៃផ្សេងទៀតហើយសមាជិកចាស់ផ្សេងទៀតក៏បានចាក់ចេញពីក្រុមផងដែរមានដូចជា Sipko គាត់ក៏បានទៅធ្វើជាអ្នកនេសាទ Sonny គាត់ក៏បានត្រឡប់ទៅក្រុមចាស់របស់គាត់វិញហើយ Cocky និង Wahoo ដោយមិនដឹងទៅណាគេនៅតែនៅក្នុងក្រុម The Vandal នេះដដែលហើយចំណែក Carl ដែលជាជាង Mechanic នឹងគាត់ក៏បានស្លាប់ផងដែរដោយមូលហេតុគឺធ្លាក់ពីលើកាំជណ្ដើរហើយ Cockroach គាត់ក៏បានក្លាយទៅជាប៉ូលីសផងដែរតាមក្តីសម័យរបស់គាត់ណាហើយរជ្ជកាលដ៏រឹងរបស់ក្រុម The Vandal គឺត្រូវចប់ធំនេះតែម្ដងហើយជាចុងក្រោយយើងក៏បានឃើញ Danny Leong ដែលជាអ្នកសរសេរសៀវភៅហ្នឹងណាបានមកសម្ភាស Katie ហើយបានសួរ Katie ថាចុះ Benny មានមកវិញអត់ហើយកាមេរ៉ាក៏បានកាត់ទៅកាន់ Benny តែម្ដងឥឡូវនេះ Benny បានត្រឡប់មកជួបប្រពន្ធរបស់គាត់វិញហើយក៏បានឈប់ប្រឡូកជាមួយនឹងក្រុម The Vandal ក៏ដូចជាឈប់ប្រឡូកជាមួយនឹងការជិះម៉ូតូហើយគាត់បានក្លាយជាជាងជួសជុលឡានសាមញ្ញធម្មតាម្នាក់ហើយនៅពេលនោះគាត់បានឮសំឡេងម៉ូតូធំជាច្រើនដែលធ្វើឲ្យគាត់ញញឹមហើយនឹករលឹកទៅកាន់អតីតកាលខ្លាំងមែនទែនសាច់រឿងរបស់យើងគឺចប់នៅត្រឹមនេះឯងចង់អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះវាល្អមើលអត់បើសិនជាតែមើលរឿងពេញគឺល្អមើលខ្លាំងមែនទែនហើយមួយទៀតដូចខ្ញុំនិយាយកាលពីដើមរឿងអញ្ចឹងរឿងនេះគឺដកស្រង់ចេញពីសៀវភៅរបស់លោក Danny Leong ដែលគាត់បានចុះទៅសម្ភាសផ្ទាល់ពីក្រុមម៉ូតូហ្នឹងហើយក្រុម The Vandal ហ្នឹងគ្រាន់តែជាឈ្មោះនៅក្នុងរឿងនោះទេឈ្មោះពិតរបស់ក្រុមម៉ូតូនេះមានឈ្មោះថា Outlaw Motorcycle Club ហើយសាច់រឿងគេបង្កើតឡើងដើម្បីឲ្យយើងទស្សនាមើលទៅគឺវាជក់ចិត្តប៉ុណ្ណោះនៅក្នុងសាច់រឿងយើងបានឃើញ Johnny ស្លាប់ប៉ុន្តែខ្សែជីវិតពិត Johnny អត់បានស្លាប់ដោយសារតែ The Kid អីនោះទេប៉ុន្តែក្រុម Outlaw នេះបានក្លាយទៅជាក្រុមអក្រិតជនពិតប្រាកដមែនតាមរយៈការជួញដូរគ្រឿងញៀនហើយក្រុមម៉ូតូ Outlaw នេះគឺមានសត្រូវមួយគឺក្រុម Hell Angel ដែលជាក្រុមម៉ូតូដូចគ្នាពួកគេឲ្យទៅជួបគ្នានៅក្នុងកម្មវិធីអីផ្សេងៗដឹងតែឆ្លោះគ្នាហ្មងហើយក្រុម The Outlaw នេះគឺវាបានបរិយាសាខាច្រើនមែនតើទូទាំងពិភពលោកមានដូចជាអូស្ត្រាលីហុងកុងសហរដ្ឋអាមេរិកគឺសឹងតែមានគ្រប់រដ្ឋណាហើយឥឡូវនេះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាមែនតើសម្រាប់ការទស្សនាវីដេអូមួយនេះរហូតដល់ចប់បើមានចម្ងល់អីអាច comment នៅក្នុង comment ហើយសួរខ្ញុំបានខ្ញុំនឹងឆ្លើយហើយកុំភ្លេចតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំនៅវីដេអូខាងមុខទៀតអរគុណអ្នកទាំងអស់គ្នាបាយបាយ